សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមករំលឹកអនុស្សាវរីយ៍ចាស់ណាបងប្អូនបាទថ្ងៃនេះបានធ្វើដំណើរទៅលេងខេត្តរតនគិរីថាគោលបំណងទៅលេងបឹងយក្សឡោមណាបងប្អូនប៉ុន្តែប៉ះភ្លៀងមកមេបងប្អូនផ្លូវវេទនានណាស់បាទគឺថាស្អិតជាប់កង់ម៉ូតូហើយលិចកង់ម៉ូតូតែម្ដងកលទ្រូងម៉ូតូតែម្ដងបងប្អូនគឺថាប្រឹងអស់ហើយបែកញើសសស្រាក់បាទកន្លែងនេះគឺឆ្កឹះឆ្កៀលបាទដីដែលជាប់នឹងម៉ូតូណាបងប្អូនបាទគឺវេទនាណាស់បងប្អូនអើយបាទគឺឆ្កឹះតទៅអស់ដីបានអាចធ្វើដំណើរទៅមុខទៀតតម្រាំទៅដល់2ម៉ោងបាទហើយឥឡូវនេះមកដល់ល្មមបឹងយក្សឡោមបងប្អូន2ម៉ោងពេញបានទៅដល់បឹងយក្សឡោមក៏ចុះបាទតម្រាំតែពីកន្លែងផ្សារម៉ូតូទៅដល់បឹងហ្នឹងគឺរៀងឆ្ងាយខ្លាំងដែរបងប្អូនបាទគឺចុះរៀងហត់ដែរបាទគឺថាដើរតាមផ្លូវមនុស្សចេញចូលច្រើនណាស់បងប្អូនមានអ្នកទៅមានអ្នកមកហើយតាមផ្លូវហ្នឹងមានលក់ដូររបស់ញ៉ាំអីច្រើនបងប្អូនទាំងវត្ថុអនុស្សាវរីយ៍ទាំងអីហ្នឹងបងប្អូនបាទគឺថាមានច្រើនខ្លាំងមែនតែននេះបាទតាមផ្លូវចុះទេខ្ញុំវិញដើរចុកដៃមែនតែនពោតែអាទូចនេះបាទខ្ញុំមកលើកនេះគឺថាសប្បាយមែនទែនដោយសារមានមនុស្សច្រើនបងប្អូនគឺប្លែកភ្នែកតែម្ដងមកឃើញដើមឈើធំបាទគឺធំល្អណាស់ដើមឈើខ្ពស់ហើយត្រជាក់សឹបមកនៅនេះបងប្អូនបាទនេះគឺជាផែទី1បាទខ្ញុំមកលេងណាអត់ទាន់បានទៅដល់ផែទី2ទេបងប្អូនធ្វើផែទី1នេះមនុស្សច្រើនមែនតែនតម្រាំផែទី2ទី3គឺរត់តែច្រើនទេបងប្អូនមានទាំងអ្នកទៅមានទាំងអ្នកមកគឺថាច្រើនកកកមែនតែនបាទឥឡូវនេះគឺចូលទៅមើលកន្លែងផែគេហ្នឹងណាបងប្អូនអូខេឥឡូវនេះគឺថតជុំវិញហ្នឹងបាទសុំទោសមកបងប្អូនបាទថតអត់សូវបានល្អទេដោយសារតែដៃមិនជាហៀងពោកូនបងប្អូនដៃមិនជាហៀងថតនេះបាទអូខេថតបានតែប៉ុណ្្នឹងទេបងប្អូនអត់បានវែងទេណាបានតែប៉ុណ្្នឹងទេស្ដាប់